ខ្ញុំឈ្មោះអេងឆ្នាំនេះមានអាយុ40ឆ្នាំជាងហើយត្រឡប់ទៅកាលពី30ឆ្នាំមុនណាខ្ញុំគឺជាក្មេងម្នាក់រស់នៅតំបន់ជនបទមួយដែលមានភ្នំនិងព្រៃច្រើនហើយនៅភូមិនៃចំនួននោះគេប្រកបរបរធ្វើស្រែចម្ការជាគោលបើនិយាយពីជីវភាពគ្រួសាររបស់ខ្ញុំពេលនោះមិនសូវជាធូរធារប្រមាណទេព្រោះតែម៉ែពុកមានដីចម្ការធ្វើដូចគេឡើយពីមួយថ្ងៃទៅមួយថ្ងៃពួកគាត់ចេញទៅរកស៊ីឈ្នួលគេដាំពោតដាំត្លអីចឹងទៅព្រោះថាចំនួននោះគេមិនតាន់មានម៉ាស៊ីនដាំអូតូដូចឥឡូវឡើយបើនិយាយពីវ័យកម្មារភាពរបស់ខ្ញុំកាលពីចំនួននោះគឺថាសប្បាយខ្លាំងណាស់ទំនេរពីរៀនខ្ញុំនឹងពូម៉ែក្នុងភូមិតែងតែនាំព្រាយដើរលេងទៅនេះទៅនោះបាញ់សាបចាប់ត្រីបែបផ្លែឈើនិយាយទៅឲ្យតែទំនេរនឹងតែចេញដើរហើយដោយសារតែភាពរពលរពោរបស់ខ្ញុំនិងមិត្តភក្តិខ្ញុំនឹងហើយទើបធ្វើឲ្យថ្ងៃមួយក្រុមខ្ញុំក៏បានជួបរឿងចម្លែកមួយកាលនោះតាមចាំបានខ្ញុំរៀនថ្នាក់ទី5ហើយសាលាដែលខ្ញុំរៀននោះគឺស្ថិតនៅក្នុងបរិវេណវត្តមួយនៅក្នុងភូមិដោយសាលានិងវត្តគឺស្ថិតនៅក្នុងបរិវេណតែមួយតែម្ដងហើយពីវត្តនោះទៅរំលងតែ4ផ្ទះគឺ10ផ្ទះខ្ញុំល្មមនិយាយទៅផ្ទះខ្ញុំនិងសាលាគឺនៅជិតគ្នាទេហើយវេនដែលខ្ញុំរៀនកាលនោះគឺវេនពេលល្ងាចអញ្ចឹងមានថ្ងៃមួយដែលខ្ញុំចាំបានវាគឺជាថ្ងៃសុក្រម៉ោងប្រហែលជា12កន្លះខ្ញុំបានងូតទៅរៀបចំខ្លួនទៅសាលាពេលដែលទៅដល់ខ្ញុំនិងមិត្តភក្តិក៏នាំគ្នាអង្គុយលេងបាល់សភៅរាប់រូបលេងរហូតដល់ម៉ោង1សំឡេងជួងក៏បន្លឺឡើងដែលមិនជាប្រាប់ថាដល់ម៉ោងចូលរៀនហើយពេលដែលឮសំឡេងជួងបែបហ្នឹងពួកយើងក៏ឈប់លេងហើយនៅអង្គុយចាំបានមកស្ទុះក្រោយមកគ្រូក៏បានមកដល់ហើយយើងក៏ចាប់ផ្ដើមរៀនការចំណងនោះតាមចាំបានរៀនពេលរសៀលអញ្ចឹងគេអនុញ្ញាតឲ្យចេញលេង2ដងប៉ុន្តែនៅក្នុងថ្ងៃនោះដោយសារតែត្រូវមិនតន់គាត់មករៀនប្រហើយខ្ញុំនឹងពួកម៉ាក់គ្មានបានចេញលេងអីទេរវល់តែគាត់មករៀនហើយទៅរំទៅហើយរួចដល់ម៉ោងចេញទៅផ្ទះល្មមពេលហ្នឹងម៉ោង4:50នាទីសម្លេងជួងក៏មិនលឺឡើងលើបែបហ្នឹងគ្រប់គ្នាក៏នាំគ្នារៀបចំអីវ៉ាន់តែទុកនៅក្នុងថ្នាក់សិនហើយក៏ចេញទៅរំលងជួរគ្រប់ទងជាតិមុននឹងទៅផ្ទះពេលដែលដើរទៅគ្រប់ទងជាតិនោះខ្ញុំក៏បានដើរទៅខ្សឹបប្រាប់អាធីថាហេអាធីគ្រប់ទងជាតិហើយលេខបិទពួនអត់ណាគេលេងខ្លះចាំអញទៅបបួលកណាវត្តៃនឹងវិបលលេងដែរលេងនិយាយគ្នាតែប៉ុណ្ណឹងហើយពួកយើងក៏នាំគ្នាទៅរំលងជួរគ្រប់ទងជាតិគ្រប់ទងជាតិហើយពួកយើងក៏បានចូលទៅក្នុងថ្នាក់ដើម្បីយកកាបូបមកដាក់នៅលើបងអង្គុយនៅក្រោមដើមឈើមុខថ្នាក់ព្រោះគ្រូត្រូវចាក់សោបន្ទោទុកកាបូបហើយពួកយើងមកប្រមូលគ្នា5នាក់ឬក៏ចាប់5ប៉ាសិងសងបើហើយកាលនោះខ្ញុំប៉ាចាញ់គេអញ្ចឹងមានន័យថាខ្ញុំគឺជាអ្នកចាំទីប៉ុន្តែពេលដែលប៉ាហើយហ្នឹងទើបខ្ញុំមកនឹកឃើញរឿងមួយដែលចាស់ធ្លាប់បានប្រាប់ថាហាមលេខបិទពួននៅពេលយប់នឹកឃើញបែបហ្នឹងខ្ញុំក៏បាននិយាយទៅកាន់ពួកគេថាហេពួកឯងអញភ្លេចឈឹងមុនហ្នឹងអញធ្លាប់ឮចាស់និយាយថាកុំឲ្យលេខបិទពួននៅពេលយប់យើងដូរលេខអីផ្សេងដែរឮអញ្ចឹងអាធីក៏និយាយថាហេឯងកុំមកបើអត់មានមកប៉ាវចាញ់ហើយចង់គេកប់ទេអញគេកប់ទេថាអញធ្លាប់ឮចាស់និយាយចឹងមែនចាស់គាត់ហាមលេខតែពេលយប់តាចុះមើលមិនយប់ណាមិនភ្លឺចាស់ហ្នឹងចេះថ្លៃទៅតាទៅលេងក៏លេងក្រោយពីនិយាយគ្នាបែបហ្នឹងហើយខ្ញុំក៏បានបិទភ្នែករកពី1ដល់10ហើយពួកគេក៏នាំគ្នារត់ពួន1 2 3 4 5 6 7 8 9 10ហើយនៅសួរបែបហ្នឹងហើយខ្ញុំក៏បើកភ្នែកវិញមើលទៅបាត់ពួកគេអស់បន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមដើររកពួកគេដើរទៅក្រោយសាលាទៅខ្ញុំក៏បានរកឃើញវិសាលមុនគេអានេះវាដូចខ្វះកន្លែងពួនវាទៅរត់ពួននៅក្រៅលូដុតសរាមបន្ទាប់ពីរកវិសាលឃើញហើយខ្ញុំក៏ដើរបន្តទៀតក៏ឃើញករណីនៅវត្តៃពួននៅក្បែរចេតិយហើយដើរទៅចំហៀងសាលាបន្តិចខ្ញុំក៏រកឃើញអាធីដែលវាបានរត់ទៅពួននៅក្បែររូបអ្នកតានៅក្រោមដើមពោធិ៍មួយកន្លែងកាលហ្នឹងដោយសារតែពួកលេងពេកពួកយើងមិនបានខ្វល់អីច្រើនទេក្រោយពីរកគ្នាឃើញអស់ហើយបែបហ្នឹងពួកយើងក៏នាំគ្នាលេងបន្តទៀតខ្ញុំសូមបញ្ជាក់ថាដោយសារតែខែនោះគឺជាខែងើតលឿនអញ្ចឹងពេលម៉ោងប្រហែលជា5កន្លះថ្ងៃចាប់5លេខហើយតែលេខអីក៏លេខទៅពួកយើងខ្វល់ទេព្រោះតែកំពុងតែសប្បាយផងលើកនេះវិសាគឺជាអ្នកចាំទីដោយសារតែខ្ញុំបានរកវិសាឃើញមុនគេ
ចឹងពេលដែលវិសាបានរាប់ហើយខ្ញុំក៏បានរត់ទៅពួននៅខាងក្រៅជាមួយគេដែរតែដោយសារតែខ្លាចថាបើពួនជុំគ្នាអញ្ចឹងបើគេរកឃើញនឹងចាប់បានទាំងអស់តែម្ដងអញ្ចឹងពេលហ្នឹងខ្ញុំក៏បានរត់ទៅពួននៅកន្លែងរោងអ្នកតាដែលរកឃើញអាធីមុនហ្នឹងព្រោះតែនៅក្បែរហ្នឹងមានករងដាក់កាម2 3ដែលអាចបាំងចិត្តបានអញ្ចឹងពេលហ្នឹងខ្ញុំបានទៅពួននៅកន្លែងអ្នកតាហ្នឹងដល់អ្នកផ្សេងទៀតពួននៅខាងក្រៅថ្នាក់ដដែលហើយដល់ពួនបានតិចក្រោយមកខ្ញុំក៏ឃើញអាធីរត់មកក្រាបពួនជាមួយខ្ញុំដែរឃើញវាមកអញ្ចឹងខ្ញុំក៏និយាយតិចដាក់វាថាហើយមកទៅអីប្រយ័ត្នគេចាប់មកទាំងអស់គ្នាអញពួនដែរមកនិយាយអញ្ចឹងហើយខ្ញុំក៏បានអង្គុយនៅខាងមុខដូចមើលទេតាមប្រឡោះករងហើយអាធីវានឹងអង្គុយខាងក្រៅខ្ញុំកំពុងតែអង្គុយពួនលួចមើលគេនោះអាធីវាក៏បានយកដៃមកដាក់លើស្មារបស់ខ្ញុំប៉ុន្តែវាចម្លែកត្រង់ថាដៃវាឡើងត្រជាក់ដូចតកអញ្ចឹងអាធីដៃឯងត្រជាក់មែនគ្រាន់តែនិយាយអញ្ចឹងហើយក៏លឺវិសាស្លាយពីខាងមុខមកថាសញ្ញេកាណាសញ្ញេវតីណ៎ហើយឃើញអនពួកវាពួនជាមួយគ្នាគេរកឃើញម្ដងទាំងពីរអញ្ចឹងពេលហ្នឹងខ្ញុំនិយាយបានងាកមើលអាធីទេហើយនិយាយជាមួយវាច្រើនណាស់វាអត់តបខ្ញុំសំបីតែមួយម៉ាត់ដល់លឺវានិយាយអញ្ចឹងខ្ញុំក៏បន្តនិយាយថាអាធីដកដៃចេញមកអានេះដៃត្រជាក់ដូចខ្មោចសញ្ញេអាធីអាធីលឺអញ្ចឹងខ្ញុំក៏គិតក្នុងចិត្តថាគេរកឃើញវានៅមុំតាចុះអាធីនៅត្រង់ខ្ញុំនោះជាណាវិញចឹងគិតបែបហ្នឹងហើយព្រាមខ្ញុំក៏ងាកក្រោយស្រាប់តែពេលនោះបានអត់ឃើញអាធីទេដល់មើលទៅមុខទៅក៏ឃើញអាធីវាកំពុងតែដើរជាមួយវិសាហើយវាទៅពីអង្ការអីក៏លឿនម្លេះបើមិញវាទៅប៉ាស្មាតខ្ញុំហ្នឹងពេលហ្នឹងខ្ញុំគ្រាន់តែឆ្ងល់ធម្មតាតែប៉ុណ្ណោះតែខ្ញុំមិនបានគិតដល់រឿងខ្មោចអីទេហើយពេលនោះខ្ញុំក៏នៅពូតបន្តហើយបានតិចក្រោយមកវិសាក៏បានរកខ្ញុំឃើញពេលហ្នឹងខ្ញុំក៏មិនបានមកប្រាប់ពួកគេពីរឿងមិញទេហើយដល់លេងចប់ពីដៃនឹងហើយថ្ងៃក៏ចាប់5លេខហើយពលឺក៏ចាប់5ស្រាទៅម្ដងបន្តិចដែរឃើញបែបហ្នឹងខ្ញុំក៏និយាយថាយើងលេងម្ដាយចុងក្រោយណាយកបាយពីអ្នកទៅផ្ទះតោះឥឡូវកាលណាអ្នកចាំទីនិយាយអញ្ចឹងហើយករណាក៏ចាប់5បិទភ្នែករាប់ហើយពួកយើងក៏នៅគ្នារត់ពួនលើកនេះដែលគេថាមេវៈបញ្ចប់ហើយខ្ញុំក៏បានរត់ទៅពួននៅក្បែរចាត់ដៃមួយនៅជិតវិហារចំណែក3អ្នកទៀតក៏បានទៅពួននៅក្បែរដើមឈើដែលនៅជិតហ្នឹងពេលនោះករណាបានដាក់រោពួកយើងនៅក្រៅថ្នាក់ឯណោះព្រោះគាត់ថាពួកយើងទៅពួននៅកន្លែងដដែលឃើញអញ្ចឹងខ្ញុំក៏លួចសាច់ព្រោះតែកន្លែងពួននៅគេមិនអាចរកឃើញបានកំពុងតែសប្បាយលួចសាច់ក្នុងចិត្តបែបនោះខ្ញុំបានឃើញអាធីវាក្រោបដៃចេញពីកន្លែងដើមឈើឃើញវាក្រោបដៃអញ្ចឹងខ្ញុំក៏និយាយតិចប្រាប់វាថាអាធីហើយដើរចឹងទីគេរកឃើញឡើយពេលនោះអាធីវាងាកមកមើលខ្ញុំបន្តិចហើយវាក៏បានដើរទៅកន្លែងចាត់ដៃមួយទៀតនៅខាងក្រោយបាត់ទៅហើយរវល់ទៅមើលអាធីងាកមកវិញក៏ឃើញកាលណាឈរនៅខាងមុខជុំក្រុងឆែមហើយមកតាំងពីអង្ការសញ្ញេហេងដោយសារតែត្រូវទេរកឃើញបែបហ្នឹងខ្ញុំក៏បានដើរទៅកន្លែងដាក់កាបូបនៅមុខថ្នាក់មុំដើម្បីចាំគេពេលនោះមិនចាប់5ងឹតតិចហើយបានមកផ្លេចក្រោយមកក៏ឃើញវិបុលនឹងបតីដើរមកដែរអញ្ចឹងមានន័យថានៅសល់តែអាធីតែប៉ុណ្ណោះដោយសារតែមេកាន់តែយប់ទៅហើយខ្លាចតែនៅយូរទៀតដល់ផ្ទះម៉ែវាយពួកយើងក៏សម្រេចចិត្តឈប់លេងហើយក៏នាំគ្នាដើររកអាធីដើម្បីហៅវាទៅផ្ទះវិញហើយដោយសារតែមុនហ្នឹងឃើញអាធីវាទៅពួនកន្លែងចាត់ដីក្រោយកន្លែងសំពួនអញ្ចឹងខ្ញុំក៏បានប្រពោះគ្នាដើរសម្ដៅទៅកន្លែងនោះប៉ុន្តែពេលដែលទៅដល់ពួកយើងអត់ឃើញមានអាធីទេជុំហើយវាទៅពួននៅណាវាអញ្ចឹងដល់រំមិនឃើញបែបហ្នឹងពួកយើងក៏នាំគ្នាបែកគ្នាដើររកប៉ុន្តែដើររកលំមាស់ទូហើយក៏នៅតែមិនឃើញអាធីសោះតិចវាលួចទៅផ្ទះមុំទៅឥឡូវតែមើលកាបូបវាសិនមើលបើបាត់កាបូបវាមានន័យថាវាលួចទៅផ្ទះមុនហើយគិតបែបហ្នឹងហើយពួកយើងក៏នាំគ្នាដើរទៅកន្លែងដាក់កាបូបវិញដើរទៅដល់ក៏បាត់កាបូបអាធីមែនយីអានេះលេងសុកក៏ទៅផ្ទះចោលគ្នាចាំមើលលើក្រោយឈប់ហើយឯនេះជាមួយហ្មងនិយាយបែបហ្នឹងហើយពួកយើងក៏នាំគ្នាដើរទៅផ្ទះដល់ផ្ទះករណាវិបុលនឹងបតីគឺនៅហូបផ្ទះខ្ញុំចំនួន2ផ្ទះប៉ុន្តែផ្ទះពួកគេនៅម្ខាងផ្លូវទៀតណាចំណែកឯផ្ទះអាធីគឺនៅឆ្ងាយជាងគេពីផ្ទះខ្ញុំទៅរំលងប្រហែលជា10ផ្ទះឯណោះបានទៅដល់ផ្ទះវាអញ្ចឹងពេលហ្នឹងពេលដែលគ្រប់គ្នាទៅអស់ហើយខ្ញុំក៏បានដើរទៅដល់មុខផ្ទះមើលទៅក៏ឃើញម៉ែអង្គុយនៅមុខផ្ទះហើយមានកាន់ពតនៅនឹងដៃទៀតហើយឯទៅមកពីណាស្មានហ្នឹងហើយទៅជួបផ្ទះខ្ញុំជាប់លេងបិទពួនម៉ែហើយលេងបិទពួនស្អីឯងខាងយប់ហ្នឹងមើលអញវ៉ាហ្នឹងមួយសិន
เคยมารถมาจองไว้แบบนั้นខ្ញុំក៏បានប្រាកដចាព្រោះត្រូវជាទៅក្នុងផ្ទះតែកន្លែងផ្ទះបាយហើយធ្វើជាលៀនចានពេលដែលកំពុងតែសម្ដែងហ្នឹងឃើញម៉ែដើរចូលតាមមកពីក្រោយខ្ញុំក៏បាននិយាយថាម៉ែខ្ញុំលៀនចានឃើញខ្ញុំលៀនចានចឹងម៉ែក៏និយាយថាហើយនៅក្រោយតែនៅលេងដល់ជុំចឹងទៀតដឹងតែរួចខ្លួនទេបាទម៉ែមើលយកឆ្នាំសម្រលៀងផងលៀងហើយរកមុតទៅខោបាយទៅមហូបម៉ែគ្រប់ទុកនៅលើក្រេបាទម៉ែឃើញអត់ក្បាច់ហ្នឹងបានផលរបស់គេមែនណាអ្នកទាំងអស់គ្នាពេលហ្នឹងសំណាងឲ្យតែម៉ែមិនទាន់លៀងចានកុំបើយកខ្ញុំនឹងតែទុសាយាយអញ្ចឹងក្រោយពីលៀងចានហើយខ្ញុំក៏បានផ្លាក់កៅអៅងូតទៅងូតហើយខ្ញុំក៏បានឡើងមកលើក្រេដើម្បីហូបបាយហើយលៀងចានទុកដាក់ឲ្យរួចរាល់ខ្ញុំក៏បានចូលទៅក្នុងបន្ទប់ដើម្បីធ្វើកិច្ចការផ្ទះមកវិជាគណិតដែលគ្រូបានដាក់ឲ្យពេលហ្នឹងមិនងឹតដែរម៉ោងប្រហែលជា7កន្លះកំពុងតែអង្គុយធ្វើកិច្ចការផ្ទះសុកខ្ញុំក៏លឺសំឡេងម៉ាអាធីស្រែកពីមុខផ្ទះមកម៉ាឯងហើយនៅផ្ទះអត់ចាមិនកាអីបងឯងនៅផ្ទះអត់នៅតាវាកំពុងធ្វើលំហាត់នៅក្នុងផ្ទះលឺម៉ាអាធីសួររកខ្ញុំចឹងខ្ញុំក៏បានដាក់ខ្មៅដៃចោរួចក៏ដើរចេញមកក្រៅឃើញខ្ញុំដើរចេញមកបែបហ្នឹងម៉ាអាធីក៏បានសួរខ្ញុំថាឯងមិនដឹងថាអាធីតាណាអត់មានអត់ឃើញវាទៅផ្ទះទេហាខ្ញុំក៏ថាវាទៅផ្ទះហើយតាហើយមុនហ្នឹងឯងមានតែលេងជាមួយគ្នាអត់លេងតាមិញខ្ញុំលេងបិទពូននៅសាលាតែគេថាវាមកផ្ទះហើយព្រោះតែបាត់កបោវាអញ្ចឹងហើយខ្ញុំក៏បាននាំព្រាមមកផ្ទះដែរទៅមកផ្ទះស្អីមិញនឹងអង្គុយចាំវាមកល្ងាចយ៉ាអត់ឃើញវាទេហើយមុនហ្នឹងលេងគ្នាប្រហែលនេះ5នាក់មិញហើយចេញពីលេងហ្នឹងមានតាណាទៀតអត់ទេមិញលេងហើយពួកខ្ញុំមកផ្ទះអត់បានតាណាទៀតទេឥឡូវជូនមិញទៅផ្ទះ3នាក់ទៀតបន្តិចមើលក្រែងទៅដឹងថាអាធីតាណាពេលនោះខ្ញុំក៏គិតក្នុងចិត្តថាដឹងអីបើពួកយើងនាំគ្នាដើររកតែទាំងអស់គ្នាហើយតែរកឃើញផងណាតែដើម្បីឲ្យអស់ចិត្តខ្ញុំក៏បានជូនគាត់ទៅពេលដែលទៅដល់ផ្ទះករណាវិបលនឹងបតីពួកគេសុទ្ធតែនិយាយថាមិនឃើញគ្រប់គ្នាថាឃើញមិនបាទធីវិបត្តិតាមពីនៅវត្តនោះហ្នឹងពេលហ្នឹងម៉ែអាធីក៏បានសួរខ្ញុំម្ដងទៀតពីរឿងដែលខ្ញុំលេងបិទពូននោះបន្ទាប់មកខ្ញុំក៏បានរៀបរាប់ពីដំណើររឿងទាំងអស់ប្រាកដឲ្យបានដឹងជាពិសេសរឿងដែលខ្ញុំបានឃើញអាធីដើរទៅបិទពូននៅកន្លែងចាត់ដីតែខ្ញុំឃើញវាជាលើកចុងក្រោយហ្នឹងឬខ្ញុំនិយាយអញ្ចឹងហើយម៉ែអាធីក៏បានរត់ទៅវត្តហើយពួកខ្ញុំក៏បានរត់ទៅជាមួយគាត់ដែរទៅដល់គាត់ក៏បានសួរពួកខ្ញុំថាលេងនៅម្ដុំណាហើយខ្ញុំក៏បានប្រាប់ទីតាំងគាត់ហើយក៏នាំគ្នាដើររកវត្តមិនជាធំប្រមាណទេដើររកជឿ1ម៉ោងស្រែកហៅផងសួរលោកផងក៏នៅតែរកមិនឃើញហើយដោយសារតែយប់ព្រឹងជ្រៅទៅហើយខ្ញុំក៏បានត្រឡប់មកផ្ទះវិញមុនទុកឲ្យចាស់ជាអ្នកដើររកបន្តមិនដឹងថាពួកគាត់ដើររកដល់ម៉ោងប្រមាណទេលុះដល់ព្រឹកឡើងវាគឺជាថ្ងៃសៅរ៍សាលាមិនរៀនទេក្រាប់មកខ្ញុំក៏ឃើញម៉ាអាធីកំពុងតែដើរមកផ្ទះខ្ញុំម្ដងទៀតដោយគាត់បាននិយាយថាឯងជួយជូនមិញទៅវត្តប្រាប់ពីកន្លែងដែលពួកឯងលេងម្ដងទៀតមកពេលនោះដល់ឃើញទឹកមុខគាត់ស្ងប់ស្ងាត់ពេកខ្ញុំមិនបានសួរគាត់ថាយប់មិញរកអាធីឃើញឬអត់ទេព្រោះបើថាគាត់រកឃើញគាត់មកម្ដងទៀតអញ្ចឹងទេអញ្ចឹងក្រោយពីគាត់បានពឹងបែបនឹងហើយខ្ញុំក៏បានរត់ទៅផ្ទះករណាវិបលនៅបតីឲ្យទៅជាមួយគ្នាមកដល់ចំណុចនេះខ្ញុំសូមនិយាយពីទីតាំងវត្តនោះបន្តិចដែលវត្តនោះមានច្រកចេញចូលចំនួន4គឺនៅទិសខាងកើតជើងត្បូងដែលបើយើងអាចឆ្លងកាត់បានជាធម្មតាលើកលែងតែទិសខាងលិចទេគឺជាច្រកផ្លូវទៅកន្លែងប្រឆាបូជាសពហើយគេបើកទ្វារឆ្លងកាត់តែពេលមានពិធីតែប៉ុណ្ណោះដែលសារតែនៅក្បែរនឹងមានទឹកស្រះនិងមានដើមស្វាយពីរដើមធំទៀតខ្លាចថាបើរហូតទៅមានក្មេងសាសនាទៅលេងទឹកឬក៏ទៅបេះស្វាយតែមានគ្រោះថ្នាក់ហ្នឹងហើយអញ្ចឹងពេលដែលទៅដល់ខ្ញុំក៏បានប្រាប់ពីទីតាំងដែលពួកយើងលេងក៏ដាំរងទៀតហើយពួកយើងនៅតែនាំគ្នាដើររកកាប្រយុទ្ធអញ្ចឹងគ្រាន់ថាឥឡូវហ្នឹងបីវាភ្លឺយើងដើររករៀងងាយស្រួលមិនបាច់ចាំបាច់ប្រើពិលប្រើអីទេអញ្ចឹងដើររកបានប្រហែលជា1ម៉ោងក្រោយមកមើលទៅដូចជាគ្មានរំអីសោះហើយចាស់គាត់មិនត្រឹមតែរកនៅក្នុងបរិវេណវត្តទេគាត់ក៏បានទៅរកនៅផ្នែកខាងក្រៅកន្លែងគេបូជាសពទៀតតែនៅតែរំឃើញនៅដែរហើយដោយសារតែពេលហ្នឹងហត់ពេកហើយមេឃហ្នឹងក៏ក្តៅផងខ្ញុំនឹងអា3នាក់ទៀតក៏បាននាំគ្នាដើរសម្ដៅមកសាលាដើម្បីសម្រាកពេលទៅដើរមកនោះពួកខ្ញុំបានដើរកាត់ដើមពោធិ៍ដែលមានរោងអ្នកតានៅខាងក្រោមកន្លែងដែលខ្ញុំបានពូនពីល្ងាចមិញ
ได้ទៅដល់កន្លែងហ្នឹងខ្ញុំក៏បានក្លៀសភ្នែកមើលទៅលើទៅស្រាប់តែខ្ញុំបានឃើញកាបូបរបស់អាធីនៅលើដើមពោធិ៍នោះហើយវាស្ថិតនៅចុងខាងលើខ្ពស់ខ្លាំងមែនទែនឃើញបែបហ្នឹងខ្ញុំក៏បានរត់ទៅប្រាប់ម៉ែអាធីឲ្យបានដឹងហើយពួកឯងជាអ្នកលេងយកតលាក់អញ្ចឹងមែនលាក់មិនមើលឡើងកពស់ណាននេះពួកខ្ញុំឡើងមិនដល់បើពួកឯងមិនជាអ្នកយកឡើងចឹងណាគេជាអ្នកយកឡើងចឹងខ្ញុំមិនដឹងដែរហ្នឹងពេលដែលរត់អាធីឃើញចឹងម៉ែពួកអាធីក៏ពិបាកចិត្តខ្លាំងមែនទែនអញ្ចឹងដល់អស់ជំរឿហើយពេលនោះក៏មានមីងម្នាក់បានដាក់មកប្រាប់ម៉ែអាធីថាបើរោមឃើញទេសាកទៅរកគ្រូទីមើលក្រែមវាប៉ះពាល់គេឯងដឹងបានជាគេយកវាលាក់អញ្ចឹងឬគេប្រាប់បែបហ្នឹងហើយដល់បារម្ភពីកូនម៉ែអាធីក៏បានទៅជួបគ្រូទីម្នាក់នៅចុងភូមិទៅដល់មុខផ្ទះគ្រូនោះគាត់ក៏បានឃើញគ្រូនោះកំពុងតែស្រែកទៅផ្កានៅមុខផ្ទះពេលនោះម៉ែពុកអាធីក៏បានឈប់ម៉ូតូនៅខាងមុខរួចពួកគាត់ក៏រត់ទៅជួបគ្រូនោះទាំងយំថាលោកគ្រូសូមជួយកូនខ្ញុំផងហើយកូនឯងកើតអីកូនខ្ញុំមកវិបត្តិណាក៏មិនដឹងទេបាត់មួយថ្ងៃមិនយកបាយឥឡូវចូលមកក្នុងសិនមកចាំនិយាយគ្នានិយាយប៉ុណ្ណឹងហើយម៉ែពុកអាធីក៏បានចូលទៅក្នុងបន្ទាប់មកពួកគាត់ក៏នាំគ្នាអង្គុយនៅមុខអាសនៈហើយគ្រូនោះក៏បានសួរពីថ្ងៃខែឆ្នាំកំណើតរបស់អាធីដល់ថ្ងៃខែកំណើតរបស់វាហើយគាត់ក៏សួរម៉ែពុកវាថាហើយបាត់កូននៅកន្លែងណានៅសាលារៀនក្នុងវត្តលោកគ្រូគ្រាន់តែឮម៉ែអាធីនិយាយចឹងហើយគ្រូនោះក៏ចាប់ផ្ដើមធ្វើការកូនគូមើលបានមកស្ទុះក្រោយមកគ្រូនោះក៏បាននិយាយថាអាធីវាមិនបានទៅណាឆ្ងាយទេវានៅមរុំកន្លែងវាលេងនឹងឯងអញ្ចឹងថាមិនចូលឃើញវាទៅយប់ហ្នឹងមកដល់ពីចាប់ទៅធ្វើពិធីហៅវាត្រឡប់មកវិញហើយកុំភ្លេចហានតែពាក់ព័ន្ធឲ្យទៅចូលរួមផងក្រោយពីបានជួបគ្រូនោះហើយម៉ែពុកអាធីក៏បានប្រញាប់មកផ្ទះដើម្បីរៀបចំសម្ភារៈតាមអ្វីដែលគ្រូនោះបានប្រាប់លុះដល់យប់ឡើងមកដល់1ជាងខ្ញុំនឹង3នាក់ទៀតព្រមទាំងចាស់សរុបទាំងអស់គ្នាប្រហែលជា15នាក់បាននាំគ្នាដើរទៅកន្លែងដើមពោធិ៍ម្ដងនៅក្នុងវត្តកន្លែងដែលខ្ញុំបានឃើញកាបូបពិធីនៅលើនោះក្រោយពីទៅដល់ហើយគ្រូនោះក៏បានរៀបចំពិធីម្យ៉ាងដូចជាការបូលអញ្ចឹងហើយពេលហ្នឹងខ្ញុំនៅខំអង្គុយចាំមើលគេទៅស្ងាត់ផងអីផងហើយបានតិចក្រោយមកគ្រូនោះក៏បានដុតធូបមួយបាច់យ៉ាងធំហើយឲ្យគ្រប់គ្នាកាន់ទៀនកាន់ធូបហើយត្រូវដើរតាមពីក្រោយគាត់បើយើងនិយាយសាមញ្ញទៅគឺដូចជាយើងដើររៀងមានអញ្ចឹងហើយពេលហ្នឹងគាត់បានដើររជុំវិញហ្នឹងយកពេលដើរឆ្លោះមើលជុំវិញបរិវេណសាលាផងនិងបរិវេណវត្តផងតែនៅតារងឃើញដើររបស់អាធីសោះរោមឃើញបែបហ្នឹងគ្រប់គ្នាបំរុងដើរត្រឡប់ទៅវិញហើយតែដូចជាមានអីមកជំរុញចិត្តខ្ញុំមកឲ្យនិយាយចេញមកថាតិចវានៅក្រៅកន្លែងអត់ខ្មោចទៅឬខ្ញុំនិយាយអញ្ចឹងគ្រូនោះក៏បាននិយាយថាមិនបានឯងគិតអញ្ចឹងខ្ញុំមិនដឹងដែរតែខ្ញុំដូចជាមានអារម្មណ៍ថាវានៅហ្នឹងក្រោយពេលខ្ញុំនិយាយអញ្ចឹងហើយគ្រូនោះក៏បានប្រាប់ឲ្យគ្រប់គ្នាទៅចាំនៅកន្លែងដើមពោធិ៍ចិត្តសាលាសិនទៅចាំគាត់នឹងខ្ញុំជាអ្នកដើរទៅកន្លែងនោះមិនបានត្រូវជាខ្ញុំតាហើយអាចារ្យឯងចង់រកមិត្តភក្តិឃើញវិញអត់ចឹងអញ្ចឹងដើរតាមមកដែលសារតែចិត្តចង់រកអាធីឲ្យឃើញខ្ញុំមកក៏បង្ខំចិត្តទៅជាមួយតាគ្រូនោះតែខ្លាចអញ្ចឹងពេលដែលនិយាយព្រមព្រៀងគ្នារួចហើយគ្រូនោះក៏បានហៅថងយាមមួយមកឲ្យខ្ញុំស្ពីរបៀបដូចជាថងយាមកូនសាសលោកអញ្ចឹងគ្រាន់តែវាពណ៌សបន្ទាប់ពីបានថងយាមនៅហើយខ្ញុំក៏យកវាមកស្ពីហើយពួកយើងក៏ដើរសម្ដៅទៅខាងទ្វីវត្តខាងលិចតែ2នាក់តែប៉ុណ្ណោះពេលដែលដើរទៅនោះខ្ញុំដើរកាន់ដៃគ្រូនោះឡើងជាប់ហើយសំខាន់ណាស់ពួកអាឆ្កែចម្រៃវាក៏លូឡើងក៏លួចពេញវត្តទៀតដើរទៅដល់ខាងទ្វីវត្តគ្រាន់តែតាគាត់បាក់របងវត្តព្រាមស្រាប់តែមេខ្យល់មួយឡើងតែជាបក់មកប៉ះខ្ញុំពេលនោះខ្ញុំភ័យណាស់ហើយខ្ញុំក៏បាននិយាយថាតាខ្ញុំខ្លាចកុំខ្លាចដើរតាមពីក្រោយតាមកដល់គ្មានចម្រើសខ្ញុំក៏ខំដើរតាមពីក្រោយគាត់ទាំងចិត្តអញ្ចឹងដើររហូតទៅដល់ស្រះស្រាប់តែមានអ្វីម្យ៉ាងលោតទៅក្នុងទឹកប្រងតាអីគេណាត្រីវាព្រាកទេមិនអីទេពេលនោះពួកយើងដើររហូតទៅដល់មុខប្រឆាតាក៏បាននិយាយថាអាចារ្យនៅចាំតានៅក្រោមហ្នឹងហើយនិយាយអញ្ចឹងហើយគាត់ក៏បានឡើងទៅលើនោះពេលហ្នឹងខ្ញុំឈរនៅមុខប្រឆាហ្នឹងខ្លាចលំនាំជើងអស់ហើយញាក់មួយឆ្វេងស្ដាំទៅគឺងឹតឈឹងសំខាន់ណាស់ពេលហ្នឹងវាមានសម្លេងឆ្កែលូជាbackgroundទៀតខ្ញុំខ្លាចតែចង់លេចនោមឯម្ដងហើយគណៈពេលដែលកំពុងតែខ្លាចនោះស្រាប់តែមេឃស្វាយនៅក្បែរហ្នឹងធ្លាក់មកព្រុស
ตามาเว้นเมื่อขมาวตาขมาวลูกชมใส่จังตาก็บาดจมมาเมื่อขยมหายกอดก็สู้ท้าหายไม่เรื่องไอ้ชมลือไอ้แทะนักหลายน้ำสไฟมาเนี่ยตาสดับชมในใจจังหายตาก็บานได้แต่หนังกลางน้ำสไฟนูหายชมมาตามได้ก็หนังสัตว์ชอบไปคราวน้าตลอดกลางน้ำสไฟตาก็บานสลบเปิดเมื่อตลอดน้ำสไฟนูปนตายอันไม่เคยไอ้เต้หายในกลางน้ำสไฟนั่งก็มันไม่ไอ้แทะมาได้เป็นนักขยมก็ตะคอมเมอร์ช่วยดำช่วยดำกลีเพลทเมื่อแต่บนการได้จะไล่ประชาเตอสลับแต่ขยมมันเคยเอกมาสตงในเลือประการได้นูกรอนแต่เคยจังพรีมักขยมใส่แต่ยุงทาตาขมเอาในเลือดูโอไปเดลูกขยมใส่จังหายตาก็บานไปจังเปิดสตามไว้เด็กขยมจะออกเตอสลับแต่เป็นนูเอาไว้เด็กขยมบานเคยมนนังตามปัดคือชี้อาทิตาอาทิตาเคยมันแผ่นจังขยมอ่อนพลิกคลายหาชมริมันรถโรวีไอ้ตาสลับแต่ตาก็บานใหญ่ท้าคมกุมตื้อรู้ว่ามันจะทีตีกรอนตาตาในใจจังพลีมจัดชมเดอมนังก็ปลายใจจะคลาดหากชมก็บานรถมาโชว์ไปคลายตาเว้นเป็นหนูตาก็บานกุยจ่อหากก็บานเอาชมหาทองเยี่ยมกอดกรุดกอดก็บานยูทูบมาบ้าจังทมมาดอดกรุดก็โซดไอ้ไม่ยากซับนามาสตูพอต่อไปโซดแบบหนึ่งหายตาก็บานใส่ตะการอาทิตย์ท้าอาทิมาบนมาใจกรอนตะลิตาในใจจังหายอาทิก็บานอ่านมุกจ่อหากครูนวิก็ต้นแทบไปเลยประกันได้ไปชานุมาพร้อมพลุสำนักให้เป็นอุปการได้มกบัวเคยจังพลิมตาก็บานสตูตะเลอาทิใบหายกอดก็บานใหญ่ท้าต่อเป็นยักษ์เจนปีกลายเนี่ยลื่นลิตาในใจจังหายชมก็เป็นยักษ์หน้าตามปีกลายกอดบนใต้ขณะเป็นชิมดานังชุมฤดูที่สำเร็จสำหรับเจ้ามนุษย์ดาตาไปคราวชมได้ดอกเมียรำจังคิ้มก็มีกลอยมือเป็นอย่างนี้เตอสลับแต่คิ้มบ้านเคยจะมาคมักมาทุ่มจำนวนใบกำโปแต่ดาตามไปคราวคิ้มกรอนแต่เคยจังเปลี่ยมคิ้มก็ใส่ท้าตาขมาวหายเปลี่ยมคิ้มก็รถพระจ่าตาแต่มาดองรู้ละโหแต่ดอกครั้งปาระเวนบวชเป็นจังไปได้โชว์แต่ดอกครั้งวอดเป็นจังครุบยางหาต้องชีภาษาหายผู้เยอะก็ได้ตัวดอกหลายน้ำโป้ไม่ปกติเคยตามใบทีจังผู้กวาดก็สู้รถมาเมื่อทีคนเชื่อมาย้ายพรูอยู่วิ่งก็ได้กลายไปทีสัมตือหรือตาครูนี่ใจจังหายไม่ปกติก็บันอยู่ทีแต่ละได้นี่นั่งได้พอต่อมาตาครูก็บันสวดมนต์ไอ้ไม่ย้ายลงมาสตูครั้งที่ก็ชบสวดเพลียมอาทิก็เดินครูนวิ่งเป็นนู้ไม่ปกวิ่งสบายจัดครั้งนะหากชมก็ออกครั้งได้แต่วิ่งมันไอ้จังประตอบไปครบอย่างเลยไอ้แบบนั้นพวกยังก็น้องเพลียตับแต่วิ่งเตอลูกดอกพลักลางมองไปหายใจดับมวยชมหนึ่งไม้กับบานตะเลงแต่อาทินำไปสู่ศกตกวิ่งอันนี้บัดไม่ยุบมังไงจะน่ารู้ได้อันเป็นไอซีผงจังไปได้ตัวดอละไม้กับบานสู่มาอาทิท้าอาทิมาได้อ๋อไปเล่นไอ้บ้องหายเม็ดบานสู่ไอวีออดทำไมแยกบานไปตะเลในกลายนั่งประตอบไปลืมไม้สู่แบบหนึ่งหายไม้อาทิกับบานได้ปลอบท้าการเข้มลงไปเลยบัดปูนนั่งอาทิวิบานตะปูนกลายน้ำโป้ดเมนโรนตานังมรองที่ใต้กำพงตะปูนนั้นวิบานเคยชมใส่ฮาวิหายกราวมาติดฮาวิก็กรอบดาตามชมตะปูนกลายจัดได้มวยจำนวนนั้นคือเนื้อตรองกลายในชมฮาวิหายไปงี้มรกชมหายวิดาตะบักได้นั่งหายวิท้าไปเดวิดาตามชมตะดอกลายจัดได้หายวิทักชมเนี่ยบ้านปะบูวิตะปูนขังกลายบอสนักลายประชานำไปกับมาเกดาโรเคินลูกชมบุญจังอาทิตย์บานเกิดไอชรานเตวิก็บานดาตามขยมหาวิก็ได้เจนเตลโหตดอกครั้งทวีวอดในสังคราวดาตดอกลายประชาสรับแต่เมนไอไม่อยากร่างแต่เชะมาปากลุนวิวบตายมาบบนังวิก็เล่นนั่นครูนตายมาดองหรือมาอาทิตย์ในใจจังหายชมครูนไอเนี่ยลำเพี้ยปลุกบุกลางบนเตอขยมจูเครื่องจำได้นั่งตั้งไปเลยบัดพูเลิกตีปีมัมแลคือขยมมันเคยอาทิตย์มาปูนไปกลายหายเวียดได้ละแต่เชะมาเลยสมาขยมหากเรามาติดไปได้เล่นจะเลือกติดใบชุ่มเคยอาทิตย์เวลาจะจัดใดแต่ดอกอาทิตย์บอสายใบจะบินใจท้ามีเครื่องชมเนี่ยจะเนี่ยหายเวียดเว้นจังไม่ในท่าครบยานะผู้ยึดมันชุบนเป็นนัวสตาจิกาบงพรเพลตันอ้อจังกระเพื่อนังบ้านกาลามร้องไห้กระมาติดผู้ยึดก็ไปจัดดอกมังเชนเปรีนะดังแต่น้องเพลตับเตะให้
ហើយបើថាចង់លេងពួកយើងសុខចិត្តលេងនៅផ្ទះមិនហ៊ានលេងនៅក្នុងវត្តដោយជោគទៀតទេអញ្ចឹងបទពិសោធន៍ដ៏គួរឲ្យរន្ធត់មួយដែលខ្ញុំបានជួបកាលពីក្មេងនេះគឺវាមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នា